ចម្លែកណាស់មិនក៏បងសុភុំចេញដល់ព្រៃលឹកនេះអូនដូចជាមិនស្រួលចិត្តសោះអញ្ចឹងអោទេវតាដូនតាមម្ចាស់ទឹកម្ចាស់ដីអើយសុំតាមថៃអ្នកប្តីនិងពុំមឿនឲ្យបានសុខសាន្តផងចុះឃើញថាមានឱកាសល្អហើយកន្សៃសាបានសូត្របាលីសណ្ដំចិត្តសុភុំធ្វើឲ្យគាត់ស្រាប់តែលងនឹងក្រសែភ្នែកនាងភ្លាមមួយរំពេះនិទានអំពីបរិសម្នាក់តែងរកស៊ីជួញដូរនិងរកឈើកម្រទៅលក់ថ្ងៃមួយព្រោះជីវភាពមិនសូវធូរធារគាត់បាននិយាយនឹងប្រពន្ធរបស់គាត់ថាអូនបងគិតតែស្អែកនេះចង់បបួលពូមឿនទៅបោចផ្ដៅបោចលពាក់នៃភ្នំខាងជើងអូនគិតយ៉ាងម៉េចដែរអូនដូចជាមិនចង់ឲ្យបងទៅសោះព្រោះសម្ភារៈប្រើប្រាស់ចង្រៃកន្ត្រក៏មានមិនតាន់ខូចចាស់អស់ឯណាបងដឹងតែបងចង់រកមើលក្រែងមានត្បូងឬក៏មានឈើខ្លឹមច័ន្ទល្អដែរណាបើបែបនោះយើងក៏មានប្រាក់ទុកសម្រាប់ផ្គត់ផ្គង់ផងដែរតើបងនឹងទៅយូរដែរទេម្ដងនេះអាចនឹងយូរជាងមុនណាអូនបានជាបងគិតច្បាស់លាស់ទៅហើយនោះអូនក៏មិនហាមបងដែរអូនមានតែគាំទ្រការសម្រេចចិត្តបងប៉ុណ្ណោះបានអូនបងនឹងមកវិញឆាប់នេះទេចាប់បងពិភាក្សាគ្នាហើយព្រឹកស្អែកមកដល់ពូមឿនបានរៀបចំអីវ៉ាន់និងបានដើរមករកសុភុំរួចហើយមែនទេក្មួយសុភុំបានរួចហើយលោកពូអូនមាលតិកាបងលាហើយណាអូនថែខ្លួនផងឮទេបងនឹងមកវិញឆាប់នេះទេចាប់បងក៏ដូចគ្នាដែរបងថែខ្លួនផងណាចំណែកលោកពូក៏ដូចគ្នាដែរថែរក្សាសុខភាពផងបាទក្មួយតោះសុភុំថ្ងៃខ្ពស់ណាស់ហើយបាទលោកពូអូនបងទៅហើយណាចាថ្ងៃនោះដែរមាលតិកាមិនចូលផ្ទះទេនាងសម្លឹងមើលប្តីចេញទៅរហូតដាច់កន្ទុយភ្នែកតែម្ដងចម្លែកណាស់មិនក៏បងសុភុំចេញដល់ព្រៃលឹកនេះអូនដូចជាមិនស្រួលចិត្តសោះអញ្ចឹងអោទេវតាដូនតាមម្ចាស់ទឹកម្ចាស់ដីអើយសុំតាមថៃអ្នកប្តីនិងពុំមឿនឲ្យបានសុខសាន្តផងចុះមិញម៉ែវផងដែរគាត់ក៏បានដើរមកនិងបាននិយាយថាប្តីមិញនឹងសុភុំទៅបាត់ហើយមែនទេចាំមិញគាត់ទៅបាត់ហើយមុននេះមិញភ្លេចឲ្យឆឹងពុកវាមិនតាន់ដាក់កំបិតស្នៀទៅនោះទេតែនៅហើយចោះទៅតាមក៏មិនតាន់ដែរចាំមិញចេញចុះលេងសិនមកណាអូយវល់មកណាស់ក្មួយកើតអីដែរហ្នឹងខ្ញុំដូចជាវល់មកណាស់មិញហើយក៏ចង់ក្អួតដែរអើយបើអញ្ចឹងចូលផ្ទះសិនទៅចាំមិញជួយពិនិត្យមើលជីបចោឲ្យណាចាំមិញម៉ែជាពេទ្យភូមិហើយក៏ជាឈ្មោះផងដែរក្រោយពិនិត្យមើលជីបចោហើយនោះគាត់ក៏បានសម្គាល់ដឹងយ៉ាងច្បាស់ថាណែក្មួយមានតកាក្មួយមានផ្ទៃពោះហើយណាមិញថាម៉េចក្មួយពិតជាមានផ្ទៃពោះមែនទេក្មួយសប្បាយចិត្តណាស់មិញចាមិញចូលរួមអបអរសាទរផងណាក្មួយចាំមិញបើប្តីខ្ញុំបាត់ដឹងរឿងនេះមិនដឹងថាគាត់សប្បាយចិត្តយ៉ាងណានោះទេសុភុំស្រឡាញ់ក្មេងណាស់បើដឹងមុខជារីករាយមែនហើយណែបានជាប្តីពួកយើងមកនៅទៅហើយនោះចាំមិញជួយយកអាសាចោះណាក្មួយកុំក្រែងចិត្តមិញអីចាំមិញក្មួយអរគុណហើយមាលតិកានាងរំភើបចិត្តណាស់ហេតុនេះនាងរងចាំប្តីព្រឹកល្ងាចតែម្ដងនាងគិតថាបើសិនជាប្តីរបស់នាងមកពេលណានោះនាងនឹងប្រាប់ដំណឹងល្អនេះភ្លាមតែម្ដងបងអីបងអូនអន្តេសានណាស់អូនចង់ឲ្យបងដឹងដំណឹងមួយនេះខ្លាំងណាស់និយាយអំពីសុភុំនិងពូមឿនវិញចូលក្នុងព្រៃឆ្ងាយទៅលឺហត់ពេកមានពេលមួយនោះពួកគាត់សម្រាកក្បែរច្រកភ្នំដ៏ធំមួយអូយហត់ណាស់ពូសុំសម្រាកមួយសលេតសិនហើយក្មួយក៏សុំសម្រាកមួយសលេតដែរពូដោយសារហត់ពេកមិនយូរពួកគាត់ក៏បានសម្រាកលងលក់យ៉ាងរហ័សចំណែកនាងអមនុស្សម្នាក់ក៏បានបង្ហាញខ្លួនចេញមកបរោះនោះសង្ហានណាខ្ញុំដូចជាមាននិស្ស័យនឹងគាត់ដល់ហើយមើលចោះប្រុសអីក៏មានឆោមពណ៌ល្អម្ល៉េះក្នុងពេលនោះដែរក៏មានបរោះម្នាក់ដែលជាអមនុស្សផងដែរក៏បានបង្ហាញខ្លួនចេញមកដូចគ្នាកសៃសាតើនាងមកកន្លែងនេះធ្វើអីគ្មានអីពាក់ព័ន្ធនឹងលោកទេ
តែពួកយើងជាអំបូរអមនុស្សណាពួកយើងមិនគួរបង្ហាញខ្លួនចិត្តពួកមនុស្សបានទេ មែនតែខ្ញុំមិនខ្វល់ទេខ្ញុំចង់បាត់បរោះនេះធ្វើជាប្តីហើយ មិនបានទេបើនាងយកវិញ្ញាណបរោះនេះគេនឹងអាចស្លាប់បាន ខ្ញុំមិនខ្វល់ទេខ្ញុំចង់បានគេខ្ញុំត្រូវតែឲ្យគេយល់សប្តិវង្វេងក្នុងសុបិនមួយនេះជារៀងរហូត បានបើនាងសាងបាបក៏សាងចុះខ្ញុំមិនអាចខាត់នាងបានទេតែនាងត្រូវប្រយ័ត្នផងព្រោះនាងមិនអាចរត់គេចពីបាបកម្មបានទេ លោកទៅណាក៏ទៅចោះកុំមកទេសនាអីនេះជាក្តីសុខរបស់ខ្ញុំទេសុធនសាមិនចង់ឲ្យនាងយកវិញ្ញាណសុភុំធ្លាក់ចូលទៅពិភពអមនុស្សទេតែកន្សៃសាមិនស្ដាប់សោះឡើយហេតុនេះគាត់ក៏បានបំបាំងកាយបាត់ទៅលោកពិតជាសង្ហាណាស់ខ្ញុំមិនឲ្យលោកភ្ញាក់ពីដំណេកមួយនេះទេនិយាយបែបនេះហើយនាងកន្សៃសាអមនុស្សក៏បានប្រើវេទមន្តខាប់យកវិញ្ញាណបរោះនោះទៅដល់ភូមិចំណាស់មួយកន្លែងនៅក្នុងភូមិចំណាស់នៃអមនុស្ស តើពួកយើងមកដល់ណាហើយសុភូមិពូដូចជាមិនដែលឃើញទីនេះសោះប្រហែលជាពួកយើងឆ្លងភ្នំដ៏ធំនោះហើយខ្ញុំមិននឹកស្មានថាក្រោយភ្នំនេះមានភូមិចំណាស់បែបនេះសោះលោកពូ លោកមកទីនេះប្លែកដែរទេទីនេះជាភូមិអាត់កំបាញ់កម្រមានគេមកដល់ណាស់ណាអ្នកដែលបានមកដល់ហើយនោះសុទ្ធតែអ្នកមានវាសនាខ្ពស់ណាស់ដឹងទេ មានន័យថាទីនេះខ្ពង់ខ្ពស់ណាស់មែនទេតើមានអីពិសេសនឹងប្លែកដែរទៅក្មួយ ទីនេះណាមានអាហារទឹកសម្លៀកបំពាក់ទឹកផងដែរពូនឹងបងខាងណាចង់បានអ្វីគ្រាន់តែបួងសួងក៏បានដូចបំណងដែរ បើអញ្ចឹងខ្ញុំសុំអាហារល្អៗបានទេ ពិតជាបានតែអ្នកទាំងពីរពេលនេះសុំមិនតាន់បានទេតើតែមានផ្ទះខ្លាយជាសមាជិកភូមិសិនទៅបាន តើត្រូវធ្វើបែបណាទៅនាងទើបក្លាយជាសមាជិកភូមិនេះបាន ណាស់ហើយបានជាមកទៅហើយនោះអ្នកទាំងពីរត្រូវចោះជាសមាជិកនៃផ្ទះខ្ញុំសិន ពួកខ្ញុំនឹងក្លាយជាសមាជិកផ្ទះនាងមែនទេ ចាមែនហើយមកតាមខ្ញុំមកធានាថាពួកលោកនឹងមានអ្វីកំសាន្តសប្បាយដកចិត្តមិនរួចទេមកតាមខ្ញុំមក បានតោះពូបាន ចាប់ពីពេលនោះមកកន្សៃសាបានបំពេញបំណងសុភុំគ្រប់យ៉ាងមិនឲ្យមានខ្វះអ្វីសោះឡើយហើយពូមឿនផងដែរក៏មានគ្រប់សពមិនដែលមានទុកអ្វីបន្តិចចូលមកទេ សូមប្រទានអាហារដល់ខ្ញុំមកខ្ញុំឃ្លានណាស់ ដូចអ្វីដែលគាត់ចង់បានមែនអាហារឆ្ងាញ់ឆ្ងាញ់ផុសពីពេញចំពោះមុខពូមឿនតែម្ដងមិនត្រឹមតែអាហារទេនារីកំដរក៏មានជូនពូដែរត្រូវការដែរទេ អូមិនបាច់ទេត្រឹមអាហារនិងសម្លៀកបំពាក់មាសប្រាក់ខ្ញុំស្កប់ស្កល់ហើយ ពូពិតជាបរោះល្អមែនពូកុំបារម្ភអីណាទីនេះជាភូមិចំណាស់ភូមិក្តីសុខគ្មានអ្វីមកធ្វើឲ្យពូកើតទុក្ខឡើយចំណែកឯបងសុភូមិវិញណាក៏ដូចគ្នាអូនធានាថាបងមិនពិបាកដូចផ្ទះបងទេ ខ្ញុំពេញចិត្តនៅទីនេះណាខ្ញុំមិនទាន់ចង់ទៅវិញទេ បងនិយាយត្រូវហើយមនុស្សតែងតែខំធ្វើការដើម្បីប្រាក់ដើម្បីការរស់នៅដល់ប្រសើរចប់អាទីនេះមានគ្រប់អស់ទៅហើយនោះបងចាំបាច់អីបកក្រោយទៅប្រឹងប្រែងត្រាំត្រែងទៀតនោះ ក្មួយនិយាយក៏ត្រូវដែរពូមកដល់ភូមិនេះគ្មានកើតទុក្ខលំបាកអីបន្តិចទេបើកភ្នែកមកគឺស្រួលស្រាលខ្លួនណាស់ហើយក៏មានសេចក្តីសុខដែរ ចាពូជីវិតស្រួលបែបនេះមិនមែនគ្រប់មនុស្សសុទ្ធតែបានទេមានតែពូនឹងបងសុភុំប៉ុណ្ណោះណាកន្សៃសាតែងតែពង្វក់ស្មារតីសុភុំនិងពូមឿនគ្រប់បែបយ៉ាងនាងព្យាយាមបំរើផ្គប់ផ្គុណណាស់ព្រោះមិនចង់ឲ្យសុភុំចាក់ចេញទៅឡើយបងសុភុំអូនមិនឲ្យបងភ្ញាក់ចេញពីភូមិបានទេ កន្សៃសានាងដោះលែងបរោះនោះទៅមើលទៅគេមិនខុសពីអមនុស្សនោះទេត្បិតតែគេរីករាយតែគេក៏នឹងក្លាយជាអមនុស្សពេញទីឥឡូវហើយ មែនហើយបើបែបនោះកាន់តែល្អខ្ញុំមានក្តីសុខណាស់ កន្សៃសាបកក្រោយទៅនៅតនពេលដោះលែងពួកគេទៅពួកគេមានប្រពន្ធត្រូវមើលថែទៀតណានាងកុំពង្វក់ពួកគេបន្តទៀតអី ពង្វក់ឬក៏មិនពង្វក់នោះមិនអាស្រ័យលើខ្ញុំទេតែចិត្តលោភលន់តណ្ហារបស់ពួកគេតាដែលចង់ចិត្តពួកគេនោះ
ម្ដងនេះខ្ញុំមកជាលើកចុងក្រោយហើយណាបើនាងចង់មានបាបបំបែកបំបាក់គ្រួសារគេខ្ញុំក៏មិនអាចជួយអីបានដែរទៅណាក៏ទៅចោះក៏មិនចេះដឹងរឿងខ្ញុំសុថនសាបំបាំងកាយចេញទៅសុភុំភ្លាមនោះក៏បានដើរមកនិងបាននិយាយថាអ្នកនាងនិយាយជាមួយនរណាគេហ្នឹងកន្សៃសាស្រាប់តែមានល្បិចកលមួយនិងពោលទាំងកំសត់ទឹកភ្នែកថាគ្មានទេគឺថាគឺមិនក៏នរនាងយំក្រែងទីនេះមានអ្វីគ្រប់យ៉ាងហ៎ទីនេះមិនអាចធ្វើឲ្យគ្រប់គ្នាយំបានទេមិនអញ្ចឹងហ៎មែនហើយតែវាសនាកំណត់ថាលោកជាគូនឹងខ្ញុំតែលោកក៏មានប្រពន្ធហើយតើបខ្ញុំយំនឹងណាមានរឿងបែបនេះផងមែនទេចុះនរនាងគិតបែបណាទេខ្ញុំចិត្តចាក់ចេញទៅវិញហើយមិនអាចរៀបការជាមួយនរនាងបានទេលើបែបនេះហើយកន្សៃសាក៏បានគិតនៅក្នុងចិត្តថាមិនបានទេខ្ញុំមិនឲ្យបងទៅឡើយវាដល់ពេលហើយបងត្រូវតែនៅជាមួយខ្ញុំតែម្នាក់កូនតើនរនាងគិតពីរឿងអីហ្នឹងគឺមើលមកខ្ញុំឲ្យចំមកឃើញថាមានឱកាសល្អហើយកន្សៃសាបានសូត្របាលីសណ្ដំចិត្តសុភុំធ្វើឲ្យគាត់ស្រាប់តែលំនឹងក្រសែភ្នែកនាងភ្លាមមួយរំពេចរៀបការនឹងអូនបានទេបងបានអូនបងយល់ព្រមបងនឹងរៀបការជាមួយអូនចុះពូមឿនផងដែរក៏បានមកដល់ឬក៏បាននិយាយថាចិត្តទៅផ្ទះវិញឲ្យក្មួយថាអ្នកណាគេរៀបការមុននេះជាថ្មីម្ដងទៀតនាងកន្សៃសាក៏បានសណ្ដំភ្នែករបស់ពូមឿនដូចគ្នាគឺពួកខ្ញុំនឹងណាពូជួយជូនពរខ្ញុំផងទៅបានពូជូនពរក្មួយឲ្យបានសុខសប្បាយណាហើយពូក៏ជូនពរឲ្យខ្លួនឯងមានប្រពន្ធដូចគ្នាដែរប៉ិតណាស់ពូប៉ិតជាបានពូចាំតិចណាក្នុងពេលនោះកន្សៃសាបានបេះស្លឹកឈើមួយសន្លឹកនិងផ្លុំសូត្របាលីដើម្បីឲ្យស្លឹកឈើនោះคล้ายជាមនុស្សស្រីស្អាតម្នាក់ផងដែរនាងជាប្រពន្ធពូហើយសូមពូមើលថែនាងផងទៅចោះនាងជាប្អូនជីដូនមួយរបស់ខ្ញុំណាពូជំរាបសួរអ្នកប្តីអូនជាស្រីនៃបងហើយណាមេត្តាជួយមើលថែអូនផងណាបងបាទអូនតោះបងជូនអូនទៅងូតទឹកមាត់អូចុះណាចាបងកុសលសាវរីនាងជួយមើលថែគាត់ឲ្យបានល្អណាកុំឲ្យគាត់ខ្វះអ្វីឲ្យសោះណាឮទេចាបងស្រីទុកចិត្តលើនាងខ្ញុំចាស់តើបងសុថនសាជាអមនុស្សពិតមែនតែគាត់ជាអមនុស្សមានបុណ្យសិលហេតុនេះគាត់មិនសប្បាយចិត្តនឹងទង្វើរបស់កន្សៃសាទេគាត់ចង់រីរាំងណាស់តែមិនអាចជួយអ្វីបានឡើយក្រៅពីធ្វើរឿងមួយប៉ុណ្ណោះកន្សៃសាខ្ញុំមិនដឹងថាជួយបំភ្លឺនាងបែបណានោះទេតែវិញ្ញាណពួកគេចេញមកយូរបែបនេះរូបកាយពួកគេមុខជារលួយខ្ញុំគួរតែជួយអ្វីតាមដែលអាចធ្វើបានទៅល្អគិតបែបនេះហើយសុថនសាក៏បានទៅដល់ទីនៃរូបរាងកាយរបស់ពូមឿនដែលកំពុងសម្រាកភ្លាមមួយរំពេចបើវិញ្ញាណមិនមករូបកាយនឹងរលួយចំណែកសត្វសាហាវក៏មកពំឆៃជាអាហារដូចគ្នាមិនបង្អង់យូរសុថនសាក៏បានប្រើវេទមន្តការពាររូបរាងកាយបរិសុទ្ធទាំងពីរមិនឲ្យរលួយនិងកំបាំងភ្នែកពីពពួកសត្វសាហាវផងដែរសង្ឃឹមថាបរិសុទ្ធទាំងពីរនឹងភ្ញាក់ដឹងខ្លួនពីសុបិនសពនិមិត្តនេះផងទៅចុះនិទានបន្តអំពីសុភុំនិងពូមឿនវិញព្រោះត្រូវសណ្ដំផងទៀតរស់នៅបានសុខណាស់ពួកគាត់មានអ្វីគ្រប់យ៉ាងតែម្ដងហេតុនេះគាត់មិនងាយភ្ញាក់ពីសុបិនទេលោកប្តីពូមឿនពិសាសរានេះចោះវាធ្វើឲ្យសប្បាយណាស់បាទអូនបងពិតជាសំណាងមែនដែលមានអូនជាប្រពន្ធបែបនេះបងមិនទៅកាប់លពាក់បោចវ័ននឹងកាប់ខ្លឹមច័ន្ទទៀតទេណាអូនមេលតិកាពូក៏ដូចគ្នាដែរផឹកទៅបងមេលតិកាចាក់ស្រាទៀតមកលើសុភុំហៅឈ្មោះមេលតិកាបែបនេះកន្សៃសាស្រាប់តែខឹងជាខ្លាំងហេតុនេះនាងបាននិយាយថា
ប្រហែលជាសាប់មុនសណ្ដំហើយមិនបានទេខ្ញុំត្រូវតែបន្ថែមទៀតទៅបាននិយាយហើយនាងកន្សៃសាក៏បានសូត្របន្សែបបន្ថែមទៀតឬក៏បានបន្តថាលោកប្តីបងផឹកចោះណាចាំអូនធ្វើសរសៃឲ្យ បាទអូនកន្សៃសា បែបនេះទៅល្អជាងគេណាបងសម្លាញ់សុភមកាន់តែផុងជ្រៅឡើងពូមឿនក៏ដូចគ្នាដែរពួកគាត់លងលក់នៅក្នុងសុបិនរបស់នាងអមនុស្សរហូតងើបចេញមិនបាននោះទេចុះមីលទីកានិងមីងម៉ែវិញនោះ9 ខែក្រោយមកម៉េចខ្ញុំនឹកប្តីខ្ញុំណាស់ខ្ញុំចិត្តសម្រាលទៅហើយតែបងសុភមនៅមិនតាន់វិលត្រឡប់មកវិញទេមីងក៏នឹកពុកវាដែរយូរខែហើយមិនមកវិញសោះម៉េចបើជិះទៅតាមរកពុកគាត់ល្អទេមិនបានទេក្មួយមានពោះមានពងផងណាទៅបានយ៉ាងម៉េចទៅតែមីងខ្ញុំបារម្ភណាស់ពួកគាត់ទៅយូរហើយមិនវិលមកវិញទេកាត់ចេះចោះល្អទេពួកយើងរងចាំក្មួយសម្រាលកូនសិនទៅបើពួកគាត់មិនមកវិញនោះកូនរឹងដៃរឹងជើងតិចសំពួកយើងទៅរកពួកគាត់ចោះណាអត់ទេមីងខ្ញុំមិនអាចចាំបានទេខ្ញុំដូចជាមានប្រផ្នូលមិនល្អសោះឡើយខ្ញុំចង់ទៅឥឡូវនេះអើយតែក្មួយចិត្តដល់ថ្ងៃសម្រាលហើយណាមិនអីទេមីងខ្ញុំអាចស៊ូបានបើមីងមិនទៅនោះទុកឲ្យខ្ញុំជាអ្នកទៅក៏បានដែរក្មួយកុំចឹងអីណាមីងផ្ញើមើលផ្ទះផងណាខ្ញុំលាហើយកុំអីណាចាំមីងផងទាំងមីងម៉ែវទាំងមៀលទីកាសុទ្ធតែនឹកប្តីតែស្រមោលបរោះទាំងពីរនាក់នោះគ្មានបង្ហាញខ្លួនសោះដូច្នេះពួកគេក៏បានធ្វើដំណើរជាច្រើនថ្ងៃរហូតទៅដល់កន្លែងមួយនៅចេះមាត់ភ្នំមីងមើលចោះនោះជាលោកប្តីនឹងពមឿនតាអើយមែនហើយពុកវាមិនក៏មកដេកទីនេះបងសុភមបងដឹងខ្លួនឡើងបងសុភមបងក្រកឡើងមានរឿងអីចេះណាមីងពួកគាត់មិនបានសម្រាប់លក់ទេតែថាពុកវាតើមានរឿងអីហ្នឹងមិនក៏ពុកវាមិនដកដង្ហើមចឹងទៅវិញនោះបងសុភមបងដឹងខ្លួនឡើងណាស្រាប់ពេលនោះដែរមៀលទីកាកំពុងតែយំដាស់ប្តីនោះស្រាប់តែនាងក៏ចាប់ផ្ដើមឈឺពោះជាខ្លាំងអូយឈឺណាស់ឈឺពោះណាស់មីងជួយខ្ញុំផងទៅមៀលទីកាក្មួយមុខជាចិត្តសម្រាលហើយណាហើយណែក្មួយទ្រាំសិនទៅចាំមីងជួយបង្កើតណាក្មួយទ្រាំណាក្មួយមីងខ្ញុំឈឺណាស់អើយពធោទ្រាំទៅណាក្មួយទ្រាំទៅទោះបីមៀលទីកាឈឺពោះរៀបកើតយ៉ាងណាក៏ដោយវិញ្ញាណរបស់កុមារម្នាក់ដែលនឹងចាប់កំណើតក្នុងផ្ទៃមៀលទីកានោះមិនតន់ចង់មកទេព្រោះវាមានបេសកកម្មមួយដើម្បីហៅវិញ្ញាណឪពុកមកវិញម៉ែសូមម៉ែទ្រាំសិនទៅកូនទៅជួយពុកសិនពលហើយវិញ្ញាណកុមារតូចក៏បានហោះចូលភូមិសុបិនភូមិចំណាស់ភ្លាមមួយរំពេចពុកខ្ញុំមកតាមពុកហើយសូមពុកទៅផ្ទះវិញទៅអមឿនឆាប់មកវិញមកទីនេះខ្លាំងខ្លាយទេលើបែបនេះហើយកន្សៃសាក៏បានបង្ហាញខ្លួនចេញមកអាចមកខ្លួនតូចមិនក៏ឯងហ៊ានបថុយមកទីនេះតែឯងមិនខ្លាចថាមិនបានចាប់ជាតិទេមែនទេខ្ញុំមិនខ្លាចទេការដែលពុកមានគ្រោះថ្នាក់ទៅខ្ញុំខ្លាចមាត់ក្រាន់បើមែនឆាប់បកុលពុកខ្ញុំនិងអមឿនមកវិញភ្លាមមកស្រីខ្មោចពុកចេញមកកុំសង្ឃឹមអីពុកឯងមិនឆ្លើយទេតែខ្ញុំនឹងព្យាយាមបើពុកនិងអមឿនបានឮសំឡេងខ្ញុំពួកគាត់នឹងឆ្លើយបើកាលណាគាត់ឆ្លើយនោះគាត់នឹងភ្ញាក់ពីសុបិនហើយតែឯងគ្មានថ្ងៃនោះទេចេញទៅអវិញ្ញាណអនាថាពុកឆ្លើយមកពុកវិញ្ញាណក្មេងប៉ັດជាព្យាយាមរហូតដល់មានប្រសិទ្ធភាពមែនសុភមនិងពូមឿនឮនឹងបានឆ្លើយថាបាននរណាគេហៅនឹងបាទក្មួយពូរួចដៃឥឡូវហើយ
ប្រសើរណាស់ពុកនឹងអមឿនឆ្លើយហើយអើយគួរឲ្យខឹងណាស់ខ្ញុំឈ្នះនាងហើយនាងអមនុស្សតើនាងមានអ្វីនិយាយទៀតទេលាហើយណាសុភុំនិងពូមឿនក្រោយឆ្លើយបែបនេះហើយពួកគាត់ក៏បានដឹងខ្លួនមកវិញពូសុបិននេះវាដូចជាយូរពេកណាស់មែនហើយហ៎ម៉ែវាម៉ែវាឈិនណាអើយប្រសើរណាស់ពួកគាត់ដឹងខ្លួនវិញហើយមេតិកាពុកវាសុភុំមេតិកាចិត្តសម្រាលហើយជួយនាងផងទៅលឿនឡើងអូនទ្រាំបន្តិចទៅណាមេតិកាប្រឹងមួយទំហឹងចុងក្រោយហើយទីបំផុតនាងក៏បានសម្រាលបានក្មេងដ៏ស្រស់ស្អាតទៀតផងអើយបានហើយជាក្មេងប្រុសទៀតប្រសានណាស់អរគុណអូនណាស់អរគុណពូមីងហើយបើគ្មានលោកទាំងពីរពួកខ្ញុំមុខជាពិបាកណាស់ក្នុងពេលនោះនាងកន្សៃសាក៏បានចេញមកប៉ាត់ជាគួរឲ្យខឹងណាស់ខ្ញុំនឹងសម្លាប់ពួកឯងព្រោះនាងមានកំហឹងពេកក៏បានប្រើវេទមន្តដាក់ពួកគេតែគ្រប់យ៉ាងមិនអាចទេចុងក្រោយនាងបែរជាត្រូវខ្លួនឯងនឹងបានរលីរូបទៅវិញមិនអាចទេបន្ទាប់ពីនោះដែរសុធនសាក៏បានបង្ហាញខ្លួនចេញមកម្ដងទៀតពួកអ្នកអស់អីហើយតើលោកជានរណាទៅហើយតើមានរឿងអីចំពោះពួកខ្ញុំនោះលោកទាំងពីរបានធ្លាក់ចូលក្នុងសុបិននិមិត្តរបស់នាងអមនុស្សតែជាសំណាងដែលបានក្មេងតូចនោះទៅជួយតន់បានន័យថាបើកូនសុភុំមិនទៅហៅខ្ញុំក៏មិនអាចភ្ញាក់ដែរមែនទេបានគឺមែនហើយម្យ៉ាងទៀតក្មេងទៅតែកើតមកភ្លាមគឺជាក្មេងមានសិលគ្មានចិត្តចំណែនគុំគួនមានចិត្តសស្អាតទៅមុននេះនាងអមនុស្សមិនអាចធ្វើអីពួកអ្នកបានថែមទៀតពុទ្ធោអើយមិននឹកស្មានតែមានរឿងដ៏ម្លឹងសោះពួកអ្នកទៅវិញចុះសូមមានសំណាងល្អណាបានអរគុណហើយលោកតោះអូនពួកយើងទៅវិញទៅចាប់ពីពេលនោះមកគ្រួសារពូមឿននិងសុភុំក៏បានរស់នៅយ៉ាងរីករាយរាប់អានគ្នាគ្រាមានអាសន្នអន់ក្រតទៅលែងមានអ្វីចម្លែកកើតឡើងទៀតដែរជារៀងរាល់ឆ្នាំតែងតែមានការប្រកួតក្បាច់គុណនៅក្នុងភូមិហើយអ្នកឈ្នះតែងតែក្លាយជាម្ចាស់ជ័យលាភីប្រចាំភូមិផងដែរនៅផ្ទះចៅវាយស្រកឆ្នាំនេះពុកមានលោកសេដ្ឋីជួយឧបត្ថម្ភលើការប្រកួតបើអញ្ចឹងពុកនឹងរៀបចំកម្មវិធីឲ្យធំជាងឆ្នាំមុនណាកូនតើលោកសេដ្ឋីជួយឧបត្ថម្ភបែបណាទៅលោកអ៊ំគឺឧបត្ថម្ភមាសផងបន្លែផ្លែឈើផងហើយនឹងមានស្រូវអង្ករទៀតបើបែបនោះមុខជាសបោសបាយណាស់ហើយប៉ោះកូនលើបែបនេះរំភើបណាស់កូនបន់ឲ្យទៅដល់ថ្ងៃទេខ្ញុំចង់ចូលរួមប្រកួតដែរអ្នកនាងបងចេះក៏ចង់សាក់ដែរមែនទេបាទអ្នកនាងខ្ញុំចេះក្បាច់ល្បុកកតោបន្តិចបន្តួចដែរហេតុនេះខ្ញុំក៏ចង់សាកជេកឯងបាច់ប្រកួតទេយ៉ាងណាក៏ឯងឈ្នះគេដែរបើរៀងដូចកចាញ់ជេកអញ្ចឹងនោះលោកអ៊ំឆ្នាំមុនខ្ញុំនៅរៀងក្មេងតែពេលនេះខ្ញុំគិតថាខ្ញុំមានសមត្ថភាពគ្រប់គ្រាន់ហើយម្យ៉ាងខ្ញុំក៏មានបេះដូងធំដែរមានន័យថាឯងចេះស្រឡាញ់ស្រីហើយមែនទេបាទគឺមែនហើយអ៊ំនាងថែមទាំងស្អាតទៀតផងបើបានឈ្នះការប្រកួតខ្ញុំនឹងយករង្វាន់ទៅស្ដីទៅដឹងនាងខានទេមែនទេបងចេះនេះបងលួចស្រឡាញ់អ្នកណាគេដែរទេខ្ញុំសុំដឹងផងបានទេគឺជាកូនអ្នកមានម្នាក់ទាំងស្អាតទាំងពូកែហើយមានចិត្តល្អទៀតណោះតើជាអ្នកណាគេទៅបងចេះគឺអ្នកនាងគឺជាខ្ញុំសុំលាក់សិនណាបងចេះនេះលាក់ម្លេះមិនអីទេបានហើយឯងប្រកួតចុះហើយឯងទៅប្រកាសប្រាប់អ្នកភូមិផងបណ្ដាលៀនឆ្នាំនេះមិនសល់ពេលយូរទេហើយប្រកាសឲ្យលំអិតណាឆ្នាំនេះពិសេសជាងឆ្នាំមុនទៅទៀតបាទលោកអ៊ំចាំខ្ញុំទៅឥឡូវនេះចំណែកកូនចង់ទៅផ្សារបន្តិចបានទេកូនឯងទៅណាកុំប្រាប់ពុកថាឯងទៅផ្ទះកសលណាអត់ទេពុកកូនទៅផ្សារតាហើយក៏ឈៀងចូលប្រាប់បងកសលផងដែរកូននេះចំមែនប្រយ័ត្នផងណាកូន
ចាប់ពកម្យ៉ាងកូនអាណិតគាត់ណាស់កូនចង់ឲ្យមនុស្សល្អដូចជាគាត់ទទួលបានជ័យជំនះណាពក មិនអីទេទៅចុះកូន ចាប់ពកនីចេទៅប្រកាសនៅក្នុងភូមិតាមការណែនាំរបស់មេភូមិចំណែកនាងសយក៏បានទៅផ្សារនិងឈៀងចូលផ្ទះកុសលទៀតផងបងកុសលនៅផ្ទះដែរទេ បាននៅតាអូនហើយអូនឯងមានអីផ្ញើបងមែនទេ អូនមានមើមត្រាយខ្លះៗផ្ញើបងហើយក៏មានរឿងសំខាន់មួយទៀតផងដែរណា អរគុណណាស់អូនបងកំពុងតែចង់ដាំត្រាវផងពេលបានផលច្រើនចាំបងយកទៅជូនអូននិងលពូចវាយស្រុកដែរណា ចាប់បងកុសលផលបន់ ត្រូវហើយតែមុននេះអូនឯងមានអីចង់ប្រាប់បងមែនទេ ចាប់បងគឺបន់ភុំបណ្ដាលៀនជាងឆ្នាំនេះចាប់ផ្ដើមបាក់ទទួលសិស្សចូលប្រកួតទៀតហើយម្យ៉ាងទៀតរង្វាន់ក៏ច្រើនដែរ ពិតមែនហីបើបែបនោះរង្វាន់មុខជាអាចធ្វើឲ្យបងមានលទ្ធភាពស្ដីទៅដឹងប្រពន្ធម្នាក់បានហើយពិតមែនទេ បងខូចណាស់ចាអ្នកណាទេដែលបងចង់ដណ្ដឹងនោះ គឺម្នាក់នោះនៅចិត្តនេះទេទាំងស្អាតទាំងឆ្លាតទៀតផងណាអូន មិននិយាយជាមួយបងទៀតទេខ្ញុំលាហើយណាបញ្ញាប់ទៅធ្វើម្ហូបជូនពុកពិសាណែកុំភ្លេចចូលប្រកួតផងណា បានបងនឹងចូលរួមប្រកាសណា ក្នុងពេលនោះផងដែរនីចេកនិងនីសុផាន់ក៏បានឃើញពីទៅម្ខាងម្នាក់ផ្សេងគ្នា អាកុសលនេះវាពិតជាប្រហើនណាស់ក្របែបនេះបែរជាហ៊ានលោកថ្លើមឯងទៅកើតដែរអានេះបើមិនបដៅមិនបានទេវើយ នីចេកពីទៅម្ខាងក៏ដូចគ្នាគាត់ខឹងណាស់ហើយក៏បានមានចិត្តចង់គំនុំនឹងកុសលទៀតផង អ្នកនាងគួរណាចិត្តល្អនឹងអកុសលសោះវាមានអីអស្ចារ្យបើក្រម្លឹងនោះអកុសលនេះប្រហែលជាចង់ស៊ីជង្គង់អញហើយមើលទៅណែអាក្រអញដូចជាប្រហើនពេកហើយ តែអ្នកប្រុសមានរឿងអីបានចេញនិយាយមកដូចជាខឹងខ្លាំងម្លេះនោះ ឯងមិនបាច់ធ្វើជាល្ងងទេមុននេះក្រាញ់ផ្អែមល្ហែមជាមួយអូនសយណាស់មិនអញ្ចឹងហ៎ហ៎ អូគឺរឿងនេះសោះតែអ្នកប្រុសខ្ញុំមិនបានធ្វើអីខុសឯណា កាលដែលឯងមកទៅដើមអូនសយនោះគឺជាការខុសហើយអាព្រៃអាក្រ អ្នកប្រុសដូចជាហួងហែងខុសពេកទីដឹងហ្នឹង ជួនគ្នានោះដែរនីចេកក៏បានចូលមកនិងបាននិយាយថា អ្នកប្រុសសុផាន់វានេះក្រទេតែមិនចេះប្រមាណខ្លួនសោះបែរជាចង់មកស្រឡាញ់នាងខ្ញុំទៅវិញអ្នកប្រុសយល់ល្អអ្នកប្រុសបដៅវាម្ដងទៅឯងមានគំនិតល្អអន្តែហ្នឹងហើយដាក់វាទៅវានេះបើមិនបដៅមិនកើតទេ កុំអីណាខ្ញុំមិនចង់បង្ករឿងទេអ្នកប្រុស អ្នកប្រផាន់មិនចាំយូរទេគ្រានោះគាត់ក៏បានធាក់កុសលមួយជើងហើយពួកគេក៏បានវាយតបគ្នាដោយក្បាច់គុណរបស់កតៅទៀតផង ដាក់ទៅអ្នកប្រុសដាក់វាទៅខ្ញុំស្អប់វាណាស់ វាតបគ្នាចោះឡើងទីបំផុតអ្នកប្រផាន់ក៏វាឈ្នះចំណែកកុសលវិញមានរបួសជាខ្លាំង យ៉ាងម៉េចទៅហើយលើកក្រោយកុំចង់លយវើយឲ្យឯងស្ពៃអាក្រអ្នកប្រុសពិតជាប្រកែមែន ថ្ងៃប្រកួតក្បាច់គុណមុខជាឈ្នះគេមិនខានទេស្គាល់យើងតិចពេកហើយវើយអ្នកណាក៏ដោយមិនអាចយកឈ្នះក្បាច់គុណយើងបានទេអ្នកប្រុសចេះក្បាច់គុណប្រកែបែបនេះមុខជាបានរៀនពីគ្រូមឿងហើយមែនទេគ្រូមឿងល្បីណាគ្មានពាក់ព័ន្ធនឹងឯងទេអាសម្រាមអាអ្នកបំរើគេបានហើយយើងមិនចង់ចំណាយពេលជាមួយឯងទេទៅហើយ និយាយបែបនេះហើយសុផាន់ក៏បានចាក់ចេញទាំងក្រអឺតក្រទុំចំណែកនីចេកវិញនោះក៏បានគិតនៅក្នុងចិត្តថា កុំតែមានទ្របទេកុំអីគ្មានឲ្យរួចខ្លួនទេអាផេះរឹកលុយសិនចុះចាំមើលណាថ្ងៃណាមួយច្បាស់ជាត្រូវកណ្ដាប់ដៃយើងជាមិនខាន អូយឈឺណាស់អ្នកប្រុសសុផាន់ដៃធ្ងន់ដល់ហើយ អន់ម្លេះអាផេះទៅរើសអាចក្បីធ្វើស្រែទៅកុំចង់ប្រកួតល្បុកកតោអីវាគ្មានថ្ងៃឈ្នះគេទេ នីចេកដូចគ្នានិយាយចំអកហើយក៏បានចាក់ចេញបាត់ទៅ កុសលអើយកុសលបើអន់ម្លឹងបានអីឈ្នះគេទៅហើយគិតបែបណាទេណោះ
បើគ្មានប្រាក់ទៅសុំគ្រូមឿងរៀនគឺច្បាស់ជាគាត់មិនព្រមបង្ហាត់ទេតើគិតយ៉ាងម៉េចទៅគិតយ៉ាងម៉េចទៅ កុសលពិតជាចង់ចូលរួមការប្រកួតណាស់តែសមត្ថភាពនៅមានកម្រិតហេតុនេះគាត់គិតហើយគិតទៀតរហូតស្លងអារម្មណ៍ទៅដល់កន្លែងមួយនៅចិត្តដីដំបូកធំមួយ បើមានអ្នកបង្ហាត់ក្បាច់គុណមិនដឹងជាល្អយ៉ាងណាទេតែមិនអីទេហាត់ម្នាក់ឯងក៏បានដែរ ជួនគ្នាដែរកុសលកំពុងតែហាត់សមនោះក៏មានបរិសម្នាក់បានដើរចូលមកនិងបាននិយាយថា ចៅឯងធ្វើអីហ្នឹងលឺតែហេហកតែឯងបែបនេះ អូ ជំរាបសួរលោកតាគឺចៅកំពុងតែហាត់សមក្បាច់គុណហ្នឹងណា តើចៅគិតតែហាត់បែបហ្នឹងអាចនឹងយកឈ្នះគេបានហើយមែនទេវាមិនអាចទេចៅអើយមើលចុះសាច់ដុំដូចជាកញ្កក់អញ្ចឹង លោកតាបង្អាប់ចៅឡើងចុកតែម្ដងហើយ មើលតែចៅជាមនុស្សល្អណាស់តែក្បាច់គុណនៅខ្សោយមែនទែន បាទមែនហើយលោកតាចៅខ្សោយណាស់តែចៅចង់បានជ័យជំនះពិតអូនិយាយអញ្ចឹងលោកតាតើលោកតាអញ្ជើញតាណាមកណាដែរបានជាមកដល់ទីនេះចៅមិនដែលឃើញសោះ តាទៅណាតាជាអ្នកណាអត់មានសំខាន់អីទេតែឥឡូវនេះតាសុំសួរចៅតែចៅចង់ចេះក្បាច់គុណដែរទេ ពិតជាចង់ចេះណាស់លោកតាតើចៅត្រូវធ្វើយ៉ាងម៉េចទៅ ស្ដាប់ណាចៅធ្វើតាមតាមក បាទលោកតាចៅត្រៀមខ្លួនរួចហើយ លើកដៃលើកជើងលួចឆ្វេងលួចស្ដាំ1 2 3 លោកតាពិនបានខិតខំបង្ហាត់ហើយបង្ហាត់ទៀតចំណែកកុសលក៏ខំប្រឹងណាស់ដែរលុះវេលាកន្លងផុតទៅប៉ុន្មានយាមលោកតាពិនក៏បាននិយាយថា ចៅចាំណាការប្រកួតលើកនេះមិនធម្មតាទេចៅត្រូវស្មោះត្រង់ចិត្តល្អទើបមានសង្ឃឹមឈ្នះ តែលោកតាតើវាមានពាក់ព័ន្ធជាមួយនឹងការខំប្រឹងដែរទេ គឺតាក់តងតាបើមិនប្រឹងបានអីឈ្នះគ្រាន់តែតាចង់ប្រាប់ថាសេចក្តីល្អឈ្នះអំពើអាក្រក់នោះឯង បាទលោកតាចៅយល់ហើយចៅនឹងធ្វើល្អមិនប្រែប្រួលទេ ល្អណាស់ស៊ូណាការប្រកួតនេះមានទាំងភ្លឺមានទាំងល្ងិតជួយការពារអ្នកភូមិផង លោកតាចៅដូចជាមិនយល់តល់តែសោះ តាលាហើយណា លោកតា កុសលមិនតាន់បាត់ឆ្ងល់ផងស្រាប់តែលោកតាបាត់ស្រមោលឈឹងធ្វើឲ្យកុសលព្រឺខ្នងភ្លាមមួយរំពេ អេលោកតាដូចជាអាចកំបាំងដល់ហើយតែមិនអីទេបំណាច់តែលោកជួយទៅហើយកុំគិតច្រើនពេកអី កុសលតែងតែមកហាត់សមជាមួយលោកតាអាត់កំបាំងចំណែកអ្នកប្រុសសុផាន់វិញនោះក៏មិនប្រហែសដូចគ្នានៅផ្ទះគ្រូមឿង លោកគ្រូខ្ញុំមានប្រាក់ច្រើនណាស់មាសប៉ុណ្ណាក៏ខ្ញុំអាចជូនលោកគ្រូបានដែរសូមឲ្យតែលោកគ្រូបង្រៀនខ្ញុំឲ្យឈ្នះផងបានហើយអ្នកប្រុសមានទ្រព្យយ៉ាងនេះហេតុអីក៏ចង់ឈ្នះព្រោះតែរង្វាន់ប៉ុណ្ណឹងនោះលោកគ្រូមានប្រសាសន៍ត្រូវហើយរង្វាន់ខ្ញុំមិនចង់បានទេតែខ្ញុំចង់បានកិត្តិយសនិងកិត្តិនាមណាលោកគ្រូតើប្រុសណាដែលថាមិនចង់បានមុខមាត់នោះអ្នកប្រុសនិយាយត្រូវហើយមិនអីទេបើអ្នកប្រុសចង់ឈ្នះសូមឲ្យអ្នកប្រុសបកគលរង្វាន់ឲ្យខ្ញុំមកបានហើយអូគ្រាន់តែរឿងប៉ុណ្ណឹងទេហ៎អត់អីទេលោកគ្រូ នីជេកផងដែរក៏បានដើរចូលមកនិងបាននិយាយថា លោកគ្រូខ្ញុំក៏ចង់រៀនដែរសូមលោកគ្រូជួយខ្ញុំផងទៅហីអាជេកឯងខ្សោយអញ្ចឹងក៏ចង់រៀនដែរមែនទេព្រោះតែខ្សោយនឹងហើយបានជាមករៀនហ្នឹងណាបើប៉កែខ្ញុំមកទេហួសចិត្តកោតតែមិនមើលគ្រឹះរៀងដូចឯងតែឈ្នះអ្នកណាគេបាននោះមានតែសាកទេអ្នកប្រុសថាមិនត្រូវអ្នកប្រុសមិនអាចឈ្នះខ្ញុំបានផងឆាអញអើយអញមើលមុខអ្នកឈ្នះទៅនំផឹកនំលុបមុខទៅល្អជាងមិនអីទេបានជាមកហើយយើងបង្រៀនទាំងអស់ត្រៀមខ្លួនចុះណាបាទអរគុណលោកគ្រូ អ្នកប្រុសសុផាន់នីជេកខិតខំណាស់ហើយគ្រូមឿងក៏តឹងរឹងដែរ ចិត្តដល់ថ្ងៃប្រកួតហើយមែនទេ
បាទលោកគ្រូចិត្តដល់ហើយមិនប្រហែលថ្ងៃទៀតទេខ្ញុំរវល់តែបំរើលោកចវាយស្រង់សង្ស័យតែខ្ញុំអាចឈ្នះបានទេមុខឯងគ្មានថ្ងៃឈ្នះទេខ្ញុំនឹងជួយឲ្យសិស្សខ្ញុំឈ្នះទាំងពីរតែម្ដងស្ដាប់ណាយកបល័យនេះទៅរៀនចុះតើបល័យនេះជួយបែបណាខ្លះទៅលោកគ្រូបល័យនេះគឺមានអំពើពិសេសធ្វើឲ្យដៃគូប្រកួតចាញ់បាត់បង់ស្មារតីនិងធ្លាក់ខ្លួនឈឺភ្លាមអូបើអញ្ចឹងមុខជាគ្មាននរណាអាចឈ្នះខ្ញុំបានទេលោកគ្រូតែថាខ្ញុំចង់ឈ្នះដោយកម្លាំងមិនមែនព្រោះតែល្បិចទេអ្នកប្រុសគិតខុសហើយក្នុងក្បាច់គុណក៏មានបញ្ចុះបល័យពេលប្រកួតដែរនេះមិនមែនជាល្បិចទេហើយអ្នកផ្សេងក៏ប្រើដែរណាខ្ញុំស្គាល់សមត្ថភាពខ្លួនឯងហើយខ្ញុំមិនរៀនបល័យក៏បានដែរខ្ញុំសុំតលេខ2បន្ទាប់ពីអ្នកប្រុសសុផាន់បានហើយឯងគិតច្បាស់ហើយមែនទេបាទលោកគ្រូបើអញ្ចឹងយកតែបល័យការពារខ្លួនទៅបានហើយឯងក៏នឹងបានលេខ2មិនខានលោកគ្រូតើអ្នកប្រកួតផ្សេងទៀតក៏ដូចគ្នាដែរមែនទេមែនហើយអ្នកខ្លះមានគ្រូកាន់ខ្មោចកាន់បារមីកាន់ហេតុនេះអ្នកប្រុសមិនត្រូវប្រហែសទេតែខ្ញុំអាចទុកចិត្តបល័យនឹងអំពើនេះបានទេទុកចិត្តចុះលោកគ្រូប្រកួតមិនដែលចាញ់ទេកាលនៅពីក្មេងបាទអញ្ចឹងខ្ញុំរៀនបល័យនឹងអំពើនេះឲ្យតល់តែចេះមិនខានទេខ្ញុំចង់ឲ្យអ្នកប្រុសឈ្នះណាស់លោកគ្រូបានហើយទៅហាត់រៀនចុះអ្នកប្រុសបាទចំណែកខ្ញុំសុំលាតមុនហើយបញ្ញាប់បំរើលោកចវាយស្រង់ទៅចុះសុផាន់ខំរៀនក្បាច់គុណផងដែរហើយក៏ខំរៀនបល័យអំពើដែរលុំមានពេលមួយនោះអ្នកណាគេសុកចិត្តល្ងងមិនយកឈ្នះនោះអាសុផាន់នេះវាមាននោតខ្លាំងណាស់ចាំមើលណាអញលេងវាម្ដងតាមពិតនីជែកនេះល្បិចច្រើនណាស់លួចរៀនបល័យអំពើពីក្រៅខ្នងយ៉ាងស្ទាត់ជំនាញលុំមានឱកាសល្អហើយនោះក៏បានធ្វើរឿងមួយអ្នកប្រុសនេះជាទឹកអមរិតលោកគ្រូឲ្យយកមកជូនបានល្អណាស់អាអ្នកបំរើយើងកំពុងតែស្រែកផងមួយម៉ាត់ក្រមួយម៉ាត់អ្នកបំរើយីអានេះអាកពូលអួតហើយសម្ដីមិនសមជាអ្នកមានសោះនៅត្រឹងស្អីអាអ្នកក្រមិនឃើញយើងកំពុងតែត្រៀមហាត់ទេអីចាញ់ទៅបាទអ្នកប្រុសបន្តទៀតចុះខ្ញុំទៅវិញហើយអញ្ចឹងនីជែកកំពូលល្បិចបានដើរចេញបន្តិចក៏បានបន្តនិយាយម្នាក់ឯងថាបន្តិចទៀតដឹងគ្នាហើយចាំមើលណាឯងនឹងត្រូវអំពើយើងជាមិនខានបើមិនរឹសឈើនៅក្នុងពោះក៏ប្រេះប្រមាត់ដែរវេលាចេះតែកន្លងទៅមិនយូរថ្ងៃបុណ្យដាលៀនបុណ្យភូមិក៏បានមកដល់ហើយការប្រកួតក្បាច់គុណប្រចាំឆ្នាំក៏បានមកដល់ផងដែរមកអស់ហើយមែនទេកូនប៉ោះដូចជាមិនខេបបកសលសោះព្រោះតែការយឺតយ៉ាវរបស់បេក្ខជនម្នាក់យើងមិនអាចចាំបានទេកូនសំមួយយាមទៀតដែរណាប៉ោះចាំសិនទៅណាប៉ោះបាទតែបើមិនឃើញមិនអាចចាំទៀតទេណាចាប់ប៉ោះចៅប្រុសយករបស់នេះជាប់ខ្លួនចុះវាមុខជាអាចបន្សាបបល័យអំពើពីពួកលេងល្បិចមិនខានទេតែការប្រកួតមានអ្នកបង្កប់បល័យនិងដាក់អំពើលើដៃគូដើម្បីឈ្នះដែរមែនទេគឺមានចៅត្រូវតែប្រយ័ត្នផងបានតែថាចៅដល់ថ្ងៃប្រកួតហើយតើចៅអាចសួរសំណួរលោកតាបានទេសួរមកចុះតើលោកតាជានរណាមកពីណាដែរបានជាមកជួបចៅបែបនេះជាព្រលឹងខ្មោចថាម៉េចកុំខ្លាចតាអីតាជាខ្មោចល្អអន្តតាមកនេះចង់បង្ហាត់ចៅព្រោះឃើញតែគ្មានអ្នកជួយម្យ៉ាងចៅជាមនុស្សល្អទើបតាអាណិតនោះអីតែចៅនឹងបានជួបលោកតាទៀតទេបើចៅសាងល្អមានបុណ្យចៅនៅតែអាចបានឃើញតាណាហើយបានហើយទៅប្រកួតចុះណាចៅសំណាងល្អបាទលោកតាបន្ទាប់ពីបានរបស់ហើយនោះកុសលក៏បានទៅដល់កន្លែងប្រកួតប៉ោះបងកុសលមកហើយមកដល់អញ្ចឹងល្អហើយ
ការប្រកួតក៏ដល់ពេលល្មមដែរ អើយព្រះអើយបេក្ខជនសង្ហាណាស់សុទ្ធតែសាច់ដុំតែម្ដងកុំមុំចាស់ដូចជាខ្ញុំនេះពិបាកភ្នែកណាស់ហើយមិនក៏សង្ហាអីយ៉ាងនេះព្រះអើយបើបានប្តីក្មេងណាមិនដឹងថាល្អយ៉ាងណាទេអើយណែអ្នកចាស់ឡើងវង្វេងហើយមែនទេកុំមុំចាស់ដូចខ្ញុំមកទៅពួកគេចាប់អារម្មណ៍ជាងណែអ្នកឯងថយចេញទៅថាមិនត្រូវដែរមើលចោះម្នាក់ចោលកន្ទុយភ្នែកមកខ្ញុំមិនឈប់ទេមុខជាចាប់ចិត្តលើខ្ញុំហើយអូយលឺហើយចង់ក្អួតសូណេបងកសល អ្នកនាងក៏ណាស់ដែរចាំតែផ្លូវអកុសលចាំមើលណាមិនរួចពីដៃខ្ញុំទេ អ្នកទាំងអស់គ្នាក៏បានជ្រាបហើយថារង្វាន់ពិតជាច្រើនសម្រាប់ម្ចាស់ជ័យលាភីហេតុនេះសូមត្រៀមលក្ខណៈចុះណាកុំធ្វើឲ្យគ្រូអស់សង្ឃឹមណាអ្នកប្រុសបាទលោកគ្រូទុកចិត្តលើសេះចុះការប្រកួតសូមចាប់ផ្ដើមតើអ្នកណាគេស្ម័គ្រចិត្តមុននោះ គឺខ្ញុំលោកអ៊ំ គឺខ្ញុំដែរអាចែកនេះខ្ញុំស៊ីផុយល្អណាស់ចាប់ផ្ដើមទៅអញ្ចឹង នេះចេះបានប្រកួតគ្នាជាមួយនឹងសុផាន់ចោះឡើងតែការនឹកស្មានមិនដល់នោះនេះចេះតែគ្រប់គ្នាគិតថាមិនបានការនោះក៏បានយកឈ្នះនេះសុផាន់បានយ៉ាងញី ខ្ញុំឈ្នះហើយ មិនក៏បែបនេះអូយចុកណាស់អូយអាចែកអញប្រើល្បិចមែនទេឯងនេះល្បិចណាស់ ចាញ់ទៅចាញ់ឲ្យដឹងថាចាញ់សំមុខឲ្យអាអ្នកប្រុសម្នួតម្ដងនេះបើមិនងាប់ក៏ឈឺរ៉ាំរ៉ៃដែរ ឯងអូយចុកណាស់អូយ សុផាន់ក្អួតឈាមផងចុកទ្រូងផងខៃសភាពការមិនស្រួលបែបនេះចៅវាយស្រុកក៏បានបញ្ជាឲ្យគេយកសុផាន់ទៅសម្រាប់ព្យាបាលរបួស មិនក៏បែបនេះអាចែកឯងលួចលេងល្បិចដាក់គ្នាឯងមែនទេ តែឈ្នះគឺឈ្នះហើយគ្មានអាគមអីទេឥឡូវនេះអ្នកណាហ៊ានចូលមកវើយ គឺយើងនេះហើយ បងកសាប្រឹងឡើងណែ ចូលមកអាផេះឯងក៏មិនអាចឈ្នះយើងបានដែរ ជាថ្មីម្ដងទៀតការប្រកួតក្បាច់គុនក៏បានចាប់ផ្ដើមហើយនេះចេះបានសុទ្ធបាលីជាថ្មីដូចគ្នា ភាំង អាចែកនេះល្បិចមិនធម្មតាទេមិនត្រឹមតែបល័យទេសូម្បីតែអំពើដាក់ពីចម្ងាយលើដៃគូប្រកួតក៏វាធ្វើបានយ៉ាងពូកែដែរ ការប្រកួតចោះឡើងតែកុសលគ្មានកើតអីទេហើយអ្នកដែលកើតអីនោះគឺនេះចេះតា មិនក៏វាមិនត្រូវអំពើយើងអញ្ចឹងអាយអូយឈឺណាស់អូយឯង យើងសូមប្រកាសអ្នកដែលឈ្នះគឺកុសលនេះហើយ ឈ្នះហើយ ពិតជារឿងដ៏គួរឲ្យអាម៉ាស់មែនគួរឲ្យក្តៅក្រហាយណាស់ មិនបានទេយើងខំប្រឹងណាស់តម្រាំបានប៉ុណ្ណេះលោកគ្រូច្បាស់ជាមានចេតនាឲ្យខ្ញុំចាញ់ហើយងាប់ទៅ ណែស្អីហ្នឹងណែស្អីគេ នេះចេះខឹងណាស់ព្រោះបំណងមិនបានសម្រេចឡើយហេតុនេះក៏បានវីគ្រូមឿងវីហើយវីទៀតគ្រូមឿងដូចគ្នាក៏មិនណយដែរលុះឃើញបែបនេះហើយនោះចៅវាយស្រុកក៏បានយកពួកគេទៅសាលាក្តី ពិតជាចង់ឈ្នះដល់ថ្នាក់បាត់បង់ភាពទទួលខុសត្រូវមែនទេអូនសយបងឈ្នះហើយហេតុនេះតើបងអាចចូលទៅដឹងអូនបានទេ ចាប់បងអូនព្រមហើយណាអើយព្រះអើយស្មានថាសារភាពដាក់ខ្ញុំមិនសមណាសារភាពដាក់ក្មួយសយទៅវិញសោះអើយសុបិនរបស់ខ្ញុំរលាយអស់ហើយប្តីក្មេងដែលខ្ញុំប្រាថ្នាបែរជាមិនយកភ្នែកមើលខ្ញុំសោះអំពើល្អមានមិនអាចបំផ្លាញបានទេចំណែកអ្នកដែលមានល្បិចគិតអាក្រក់គឺបរាជ័យបែបនេះហើយ